ជំហរអាមេរិកកម្ពុជាថៃត្រូវតែបន្តគោរពកិច្ចព្រមព្រៀងសន្តិភាពអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានអះអាងថាសហរដ្ឋអាមេរិកនៅតែមានឆន្ទៈចង់ឃើញប្រទេសថៃកម្ពុជាអនុវត្តកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងនេះជាសម្ដីរបស់មន្ត្រីការបរទេសអាមេរិកត្រូវបានកាសែត Washington Post ចុះផ្សាយកាលពីល្ងាចថ្ងៃទី11ខែវិច្ឆិកាម្សិលមិញមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះបានចេញមកប្រកាសភ្លាមបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃបានប្រកាសជាឯកតោភាគីផ្អាកអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទាំងអស់ជាមួយកម្ពុជាពលគឺភាគីថៃបានផ្ដល់សិទ្ធិសម្រេចទៅឲ្យយោធាដើម្បីប្រើកម្លាំងដោះស្រាយបញ្ហានៅតាមព្រំដែនដោយថៃយកលេសរឿងទាហានខ្លួនជន់មីននៅតាមព្រំដែនរីឯមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកដែលសូមបញ្ចេញឈ្មោះបានថ្លែងប្រាប់ Washington Post ដែរថាលោកប្រធានាធិបតី Donald Trump បានបដិញ្ញាចិត្តចំពោះការបញ្